កស្រាយទៅលើប្រធានបទដើម្បីខ្មែរខ្លាំងមិនមែននិយាយតែទ្រឹស្ដីដោយនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទេគឺត្រូវបង្ហាញជាគំរូមានដឹកនាំគេត្រូវធ្វើជាគំរូមុនគេត្រូវបង្ហាញគំរូមុនគេធ្វើអ្វីឲ្យខ្លាំងហើយតាកតងនឹងចំណុចនេះខ្ញុំកណាអាត្មានឹងមិនធ្វើអធិប្បាយអីវែងឆ្ងាយទេគ្រាន់តែបង្ហាញជាការប្រៀបធៀបដើម្បីឲ្យខ្មែរខ្លាំងតើយើងត្រូវចាប់អ្នកប្រឆាំងដាក់គុករំលាយបកគីចលឬក៏ត្រូវចាប់អ្នកដែលមានមតិផ្ទុយរិះគន់តាមបណ្ដាញសង្គមក្តីតាមប្រព័ន្ធសារព័ត៌មានក្តីហើយសូម្បីតែគេមានសិទ្ធិជាអ្នកសារព័ត៌មានក៏ចាប់គេដាក់គុកដែរតែច្បាប់សារព័ត៌មានគឺផ្ដល់សិទ្ធិឲ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានពិតឲ្យសង្គមបានដឹងប៉ុន្តែរដ្ឋាភិបាលរបស់ហ៊ុនម៉ាណែតនេះគិតហាក់បីដូចជាមានទ្រឹស្ដីល្អប៉ុន្តែទង្វើមិនល្អដូចជាទ្រឹស្ដីចំណានពោចឹងងាកមកស្វាគមន៍ញាតិញោមដែលបានចូលមកទេសនាការផ្សាយរបស់ខ្ញុំគណៈអាត្មាភាពប្រហែលជា13នាក់ហើយមកដល់មុខនេះឃើញឈ្មោះដែលអាចអានបានស្វាគមន៍ញោមតាំងមួយសៀងញោមជាហួងរួមគ្នាការពារទឹកដីកម្ពុជាញោមរីគីសាន់ចំណានពោញោមទាំងអស់គ្នាហើយញោម Michael Oakland ញោម Michael Oakland ឡូវនេះចង់បិណ្ឌបាតបច្ច័យខ្លះមានបច្ច័យផ្ញើមកខ្លះមកព្រោះដើម្បីធ្វើម្ហូបអាហារជួយអ្នកការពារជាតិជួយអ្នកប្រជាធិបតេយ្យអាត្មាធ្វើពិធីសមាជមួយជួយលោកសំរងស៊ីនៅវត្តភ្នំសេរីថ្ងៃ13 14 15ប៉ុនភ្ញៀវអញ្ជើញមកដល់តាំងពីថ្ងៃទី12ទៅដូច្នេះការទទួលម្ហូបនឹងច្រើនថ្ងៃពោដល់ទៅ4ថ្ងៃឯណោះព្រោះថ្ងៃទី12មកដល់ក៏ទទួលម្ហូបថ្ងៃ16ចេញត្រឡប់ទៅវិញនឹងក៏ទទួលម្ហូបដែរព្រោះញោមខ្លះទៅថ្ងៃ15ល្ងាចញោមខ្លះទៅថ្ងៃ16ពេលព្រឹកហេតុដូច្នោះការស្វាគមន៍នឹងទទួលនឹងគឺថាជួយទទួលម្ហូបរហូតដូច្នោះហើយញោម Michael ដែលបានចូលមើលហើយហ្នឹងបិណ្ឌបាតក្នុងវងគីតែម្ដងព្រោះហើយបើបិណ្ឌស្ងាត់អានឹងអាចបដិសេធព្រោះអញ្ចឹងបិណ្ឌបាតកណ្ដាលវងតែម្ដងញោមមកពីអូកឡែនណាព្រោះហ្នឹងហើយគេស្គាល់ញោមគ្រប់គ្នាហើយអាត្មានេះក៏ស្គាល់គេដែរហើយបិណ្ឌបាតកណ្ដាលវងបណ្ដោយណាហ្នឹងហើយញោមផ្ញើបច្ច័យមកព្រោះតិចច្រើនយ៉ាងណាក៏ផ្ញើគេមកព្រោះញោមមិនកលណាព្រោះញោមមានបច្ច័យច្រើនព្រោះផ្ញើមកហ្នឹងហើយក៏ស្វាគមន៍ញោមឆៃវេតព្រោះញោមហុកហេមណាព្រោះបានចូលមកទេសនាហើយញោមភាសាកូរ៉េជប៉ុនថ្មអានមិនដាច់អាយុថ្ងៃនេះហត់ណាស់ញោមហត់ច្រើនថ្ងៃនេះដូច្នេះទៅវាផ្សាយទៅព្រោះរោងវីដេមិនបានយូរទេព្រោះហើយមួយយ៉ាងចប់ផ្សាយនេះក៏មិនទាន់បានទៅរស់សឹងអីដែរនៅមានការងារផ្សេងទៀតត្រូវពិភាក្សាគ្នាព្រោះហើយមិនស្រួលអាចជឿទឹកផងក៏មិនដឹងថ្ងៃនេះតិចខ្លាំងអីខ្លាំងហ្នឹងមិនស្រួលលៀងជើងឲ្យសឹងបណ្ដោយណាថ្ងៃខ្លះហ្នឹងព្រោះវាយប់ជ្រៅពេកទៅព្រោះហើយកាលណាយប់ជ្រៅក្បួនវិទ្យាសាស្ត្រគេមិនអោយយើងដើរគេមិនអោយយើងហូបមិនអោយងូតទឹកព្រោះវារំខានដល់ប្រព័ន្ធសារពាង្គកាយយើងដែលវាធ្វើដំណើរទៅរកសម្រាកព្រោះណាតែយើងធ្វើអីទៅវាទាញអាការសម្រាកហ្នឹងត្រឡប់ថយក្រោយមកវិញហើយធ្វើឲ្យយើងមានបញ្ហាដល់សុខភាពព្រោះញាតិញោមបានអញ្ជើញចូលមកទេសនាច្រើនណាស់ថ្ងៃនេះទៅបាននីតិទី5ជាងហ្នឹងបានញាតិញោមមកទេសនាប្រហែលជា33នេះហើយព្រោះហើយស្វាគមន៍ញោមសូភាពញោមរ៉ាឌីអ៊ូព្រោះហ្នឹងហើយតើមកឡើងមកនិយាយនេះគឺឆ្លើយតបទៅជាមួយនឹងក្រុមអ្នកទ្រឹស្ដីខ្លាំងព្រោះញោមមកពីកូរ៉េណាព្រោះហ្នឹងនៅកូរ៉េខាងត្បូងព្រោះហ្នឹងហើយអរគុណព្រោះយើងទៅឃើញស្រុកគេទៅរស់នៅស្រុកគេទោះឋានៈជាពលករចំណាក់ស្រុកក៏ដោយប៉ុន្តែហាក់បីដូចជាមានសេរីភាពហើយហត់នឿយតែបានលួចដាក់កប៉ាល់ហើយរឿងជីវិតហ្នឹងកាលណាកើតមកវាហត់នឿយទោះតែនៅលើអាមេរិកនេះស្រុកស្រួលក៏ដោយព្រោះអាយុក៏ហត់នឿយដែរព្រោះណាអាត្មានេះក៏មានការងារហត់នឿយតែរហូតដល់ថ្ងៃខ្លះហ្នឹងហត់ខ្លាំងទៅក៏ស្ងាប់កំពុងផ្សាយអញ្ចឹងទៅស្ងាប់តកទុយពីរដងហើយព្រោះហ្នឹងហើយសម្រុកនិយាយឲ្យលឿនបន្តិចស្វាគមន៍ហើយក៏និយាយទៅព្រោះហ្នឹងហើយញោមផ្សេងសំណាងញោមកំសាន្តឈូព្រោះហើយរួបរวมដើម្បីសេរីភាពយ៉ាងព្រោះស្វាគមន៍អាត្មាលើកឡើងក្នុងទេសនៈដែលហ៊ុនម៉ាណែតកើតបានបញ្ចេញទេសនៈការដៃការជើងទ្រឹស្ដីហូហ៊ីកែងហ្នឹងអត់មើលគេឯងទេគេដឹកនាំគេដូរវៀនគ្នាហើយ
គេដឹករំរយៈពេលខ្លីយកដីយើងបានជាង40កន្លែងឯងនេះពីនេះអូកូនជាង40ឆ្នាំធ្វើឲ្យទឹកដីកាន់តែរួមតូចហើយចេះតែចង់ស្រែករស់ខ្លាំងទៅខ្លាំងទៅខ្លាំងឯណានឹងកើតបងមានអីនឹងទៅខ្លាំងបានព្រោះយើងចេះតែនឹមគ្នាសូត្រគម្ពីរសូត្រទ្រឹស្ដីនិយាយពីរឿងខ្លាំងណាលោកម្ចាស់ប្រាហាណាសូត្រទ្រឹស្ដីខ្លាំងមិនស្មើនឹងធ្វើការខ្លាំងអនុវត្តខ្លាំងទេទ្រឹស្ដីអាចគ្រាន់តែជាការបញ្ចេញទេសនៈឲ្យមានក្តីសង្ឃឹមហើយវាគ្រាន់តែជាការចង្អុលបង្ហាញតែប៉ុណ្ណោះតែបើការចង្អុលបង្ហាញមានទ្រឹស្ដីជាគូលហើយមិនអនុវត្តអីសោះហ្នឹងអត់អាចខ្លាំងទៅរួចទេហើយគាត់ញោមចំណាប់កាកែវលោកហ៊ុនម៉ាណែតនេះគាត់ថាខ្មែរត្រូវខ្លាំងជនជាតិខ្មែរត្រូវខ្លាំងស្ថាប័នរដ្ឋត្រូវរស់រវើកបំរើប្រជាពលរដ្ឋខ្មែរខ្លាំងទៅរួចទេបើអត់ស្គាល់ចំណុចខ្សោយហើយខ្មែរមានចាំបាក់និយាយរឿងខ្លាំងអីទៀតបើតែងបត់ចម្រៀងថាមានដឹកនាំខ្លាំងច្បាំងមិនចេះចេញបើវាខ្លាំងរួចទៅហើយណានៅនិយាយខ្លាំងធ្វើអីទេបើវាចំណុចខ្លាំងឯងអ៊ូតរួចអស់ទៅហើយណាហើយរឿងខ្មែរនឹងជនជាតិខ្មែរត្រូវតែខ្លាំងឲ្យជនជាតិខ្មែរខ្លាំងមិនបើសេរីភាពក្នុងការធ្វើសេរីភាពក្នុងការរួមចំណែកសេរីភាពក្នុងការតវ៉ាអត់អុយគេប្រើសេរីភាពក្នុងការរួមគ្នាធ្វើទី1រួមធ្វើនយោបាយការពារជាតិការពារទឹកដីការពារព្រៃឈើសេរីភាពក្នុងការធ្វើដូចជាសេរីភាពទៅការពារព្រៃទៅចាប់គេនៅព្រៃទៅបាញ់សម្លាប់គេនៅព្រៃដូចបាញ់សម្លាប់លោកជុតវិធីជាដើមពាក្យថាខ្លាំងនឹងខ្លាំងនៅលើទង្វើឧទាហរណ៍ពូកែចូលផងអត់បានធ្វើទៅកើតផងអុយខ្លាំងមិនកើតពូខ្លាំងទៅអត់រួចទេហើយដូច្នោះហើយបានយើងត្រូវតែគិតពីរឿងចំណុចអុយខ្មែរខ្លាំងត្រូវចាប់ផ្ដើមពីចំណុចទី1គឺអុយសេរីភាពក្នុងការធ្វើសេរីភាពក្នុងការធ្វើគឺធ្វើទង្វើដែលត្រឹមត្រូវអុយជាឧទាហរណ៍ថាចង់អុយព្រីគង់វងទៅលើកទឹកចិត្តនេះដែលការពារព្រីប៉ុន្តែនេះព្រីកាប់ឡើងអស់ពីប្រទេសទៅហើយអ្នកណាចុះទៅការពារព្រីចោតប្រកាន់គេថាពួកអបគុំចោតប្រកាន់គេថាពួកប្រឆាំងឃើញទេដើម្បីឲ្យខ្មែរខ្លាំងទី1គឺខ្លាំងទៅលើទង្វើជាក់ស្ដែងដូចជាចុះទៅទប់ស្កាត់បទល្មើសជលផលនេសាទត្រីឬក៏ឲ្យជនបរទេសដេកនៅជួអាចដាក់បឹងទន្លេសាបត្រូវហ៊ានបណ្ដេញចេញត្រូវហ៊ានចាប់យកមកអនុវត្តទោសប៉ុន្តែដល់ពេលយួនជួអាចដាក់ពេញបឹងទន្លេសាបមិនត្រឹមតែមិនហ៊ានចាប់យកមកអនុវត្តទោសទេផ្ទុយទៅវិញស្រង់ចេញពីទឹកអាចាស់ចេញពីទឹកអាថ្មីហូរចូលអាចាស់អុយដីអាថ្មីរស់នៅក្នុងបឹងជួអាចដាក់ដដែលអាចខ្មែរខ្លាំងទៅរួចទេខ្លាំងទៅអត់បានទេបងអត់ឲ្យខ្លាំងទៅរួចទេអញ្ចឹងចង់ឲ្យខ្មែរខ្លាំងមិនមែនសូត្រទិសត្រីទេរុញឲ្យគេធ្វើទង្វើខ្លាំងណាលើកទឹកចិត្តឲ្យអាជ្ញាធរមានភាពក្លាហានទៅចាប់ជួនអន្តោប្រវេសន៍ដែលដេកនៅក្នុងបឹងទន្លេសាបបំផ្លាញបរិស្ថានបំផ្លាញត្រីនៅក្នុងបឹងទន្លេសាបរបស់យើងនោះចាប់យកមកអនុវត្តទោសបើមិនខ្លាំងនៅលើសកម្មភាពខ្លាំងតែសូត្រទ្រឹស្ដីតាមវេទិកាសាធារណៈដោយនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហ្នឹងខ្មែរអត់អាចខ្លាំងទៅរួចទេយើងឃើញថាគេជ្រើសរើសសិស្សពូកែទូទាំងពិភពលោកខ្មែរអត់ដែលបានជិបចំណាត់ថ្នាក់ល្អអង្គទេយើងឃើញមើលទាំងអស់គ្នាហើយបើនិយាយពីវ័យតម្លៃពីចំណាត់ថ្នាក់ពុករលួយវិញយើងនៅបាត់តារាងតរហូតប៉ុន្តែចេះតែអ៊ូតថាខ្លាំងហើយអញ្ចឹងបានសួរសំណួរតាម៉ាណែតវិញថាត្រូវការខ្មែរខ្លាំងអីបើឯងអ៊ូតថាប្រទេសអច្ឆរិយៈខ្លាសេដ្ឋកិច្ចទីក្រុងគុជមានដឹកនាំខ្លាំងច្បាំងមិនចេះចេញចាក់ទៅបត់ចម្រៀងដឹកនាំ45ឆ្នាំទាំងឪនឹងកូនអស់ដីខ្មែរកាន់តែរួមតូចអនុทินដែលគេចាត់ទុកថាជាជនចូលព្រីអន្តរថៃមកពីណាហ្នឹងដឹកនាំថៃអត់ដល់កន្លះឆ្នាំផងបានដីជាង40កន្លែងយកទៅអុយថៃហើយគេអត់តង់អ៊ូតផងគេយកដីយើងបាន40កន្លែងគេអត់តង់អ៊ូតផងយើងបាត់ដីនេះនឹមប្រុសនឹមខ្មែរប្រុសស្រីអង្គុយនិយាយបង្អួតគ្នាថាខ្មែរខ្លាំងណាស់ច្បាំងមិនដែលចេញគេហើយនៅមានអ្នកល្ងើជឿរឿងអញ្ចឹងទៅបានណាព្រោះហ្នឹងហើយស្វាគមន៍ញោមអីហើយញោម library ញោមរំសាលពួកញោមកងពុធាក៏ស្វាគមន៍ញោមឆ្កែសន្តិភាពដែរញោមដែលញោមមើលមិនឃើញអីទាំងអស់ល្ងិតសុំណាព្រោះហើយញោមផ្កាច័ន្ទច្រើនពោញោមធីធីលីញោមសារ៉ាត់ប៊ុនញោមផៃផាលីពោហ្នឹងហើយញោមដេវកាតរីណានៅច្រើនពោស្វាគមន៍ញាតិញោមមើលកាន់កម្មវិធីផ្សាយពោហើយញោមលុយណាអរគុណហ្នឹងហើយអញ្ចឹងចំពោះអាត្មាទេសនៈនឹងទ្រឹស្ដីដែលនិយាយម៉ាណែតអាចនិយាយបានហើយឃើញសេងសេរីក៏លើកឡើងថាម៉ាណែតគូធ្វើគ្រូគង្វាលព្រោះគាត់ប្រកែសូត្រគម្ពីរអញ្ចឹងសមដែរម៉ាណែតគូទៅធ្វើគ្រូគង្វាលមិនធ្វើនាយករដ្ឋមន្ត្រីព្រោះបើចង់ឲ្យខ្មែរខ្លាំងម៉ាណែតខ្លួនឯងនឹងធ្វើជាគំរូព្រោះមានដើមនឹមគេម៉ាណែតត្រូវខ្លាំងទី1ត្រូវមានវីរភាពក្លាហានចុះទៅមើលព្រំដែនដែលថៃយកណាអនុทิនជាចៅព្រី
ច្បាំងយកដីយើងគេហ៊ានចុះជួបយុទ្ធជនពាក្យលីរបស់គេតាមមូលដ្ឋានគេហ៊ានចុះជួបវិរៈកងទើបរបស់គេគេហ៊ានលើកទង់គេថានេះជាដីរបស់គេដែលគេប្លន់យកបានពីយើងចុះយើងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមិនធ្វើខ្លួនឲ្យខ្លាំងទៅនៅអង្គុយអួតកំពីនៅអង្គុយអួតទ្រឹស្ដីដល់ណាទេតាំងពីហ៊ុនម៉ាណែតឡើងធ្វើនាយករដ្ឋមន្ត្រីរហូតដល់សង្គ្រាមដណ្ដើមយកទឹកដីខ្មែរបាត់អស់មួយចំនួនណាមិនដែលទើបឃើញម៉ាណែតមានភាពក្លាហានចុះទៅពិនិត្យព្រំដែនរបស់ខ្លួនទេចូលស៊ីមប្លន់ទឹកដីយើងបានហើយណាគឺគេមកពិនិត្យហើយញោមចិនរនពូញោមសាវជីក្រែងទ្រឹស្ដីនឹងអស់ដីហើយពូក្តៅស៊ីរៈតិចស៊ីជ្រូនឹងគេព្រៀបធៀបដូចយូនស៊ីក្តៅយូនអត់ក្តៅទេតិចព្រោះនៅក្នុងបឹងទន្លេសាបបឹងទន្លេសាបយូននៅក្នុងបឹងទន្លេសាបស៊ីជ្រូមែនទេស៊ីដីយើងឡើងអស់ហើយយូនកាន់ការនៅគ្រប់ការិយាល័យរដ្ឋអានឹងទ្រឹស្ដីនឹងកំវេលទៅនោះវិញក្តៅស៊ីរៈតិចស៊ីជ្រូនឹងគឺជួយការពារត្រកូលហ៊ុនដែរធ្វើខ្លួនជាអ្នកនយោបាយចាស់ទុំសកត់សគុំឈ្នះនៅលើសមរភូមិការទូតហើយដឹងថាធ្វើសង្គ្រាមឈ្នះមាន3ឈ្នះទី1គឺឈ្នះនៅលើលេនដ្ឋានឈ្នះទី2គឺឈ្នះនៅលើសង្គ្រាមពើមានចិត្តសាស្ត្រឈ្នះទី3ឈ្នះនៅលើការទូតដល់ឡូវនេះក្នុងរបបហ៊ុនសែនក្រមបពុតកូលហ៊ុនសែនហ្នឹងដែលថាឈ្នះគេហ្នឹងឈ្នះស្អីខ្លះយកមកមើលដីអស់ហើយគេកំតិចគ្រាប្រជាពលរដ្ឋខ្មែរគេប្លន់យកទាំងរបស់របរដែលខ្មែររូបបាននឹងគេយកទាំងអស់ម្ដងថ្ងៃនេះហើយយើងនៅតិចទេដែរច្រើនពូទ្រឹស្ដីខ្លះសូត្រមកអត់ត្រូវទេណាពូញោមកុំគិតស្មានថាទ្រឹស្ដីនឹងវាត្រូវគ្រប់តែសម័យកាលដោយក្តៅស៊ីរៈតិចស៊ីរូវាត្រូវបានទៅលើយូនយកទឹកដីយើងវិញទេរីឯខ្មែរអត់ដឹងរឿងហ្នឹងគឺត្រៀមចាំតែជឿចាប់ទៅហើយពួកអ្នកតិចហ្នឹងមិនក៏ជឿចាប់ម្ល៉េះមិនក៏ចេះតែនឹមគ្នាដេកធ្ងោថាអូផ្សារលក់មិនដាច់ទេផ្ទះសនៈបិទអស់ហើយភូជនីយដ្ឋានអត់មានមនុស្សហូបទេទីផ្សារស្ងាត់ស្ងួមអានឹងក្តៅស៊ីរៈតិចស៊ីជ្រូហ៎ពូស៊ីអស់ដីហ្នឹងហ៎ចំណិនពូអញ្ចឹងទ្រឹស្ដីខ្លះសូត្រអត់ត្រូវទេពូណាយើងគុំរៀនយកទ្រឹស្ដីបុរាណអត់ត្រូវរឿងយកមកនិយាយពូណាទ្រឹស្ដីខ្លះវាត្រូវតាមកលៈទេសៈទ្រឹស្ដីខ្លះអត់ត្រូវអីទេពូហ្នឹងហើយអញ្ចឹងម៉ាណែតខ្លួនឯងដើម្បីឲ្យខ្មែរខ្លាំងម៉ាណែតត្រូវបង្ហាញគំរូនៃខ្ញុំសកាពេម៉ាណែតត្រូវបង្ហាញគំរូទី1គឺហ៊ានបង្ហាញវីរភាពរបស់ខ្លួនចោះទៅមើលទឹកដីដែលគេប្លន់យកនោះធ្វើជានាយករដ្ឋមន្ត្រីកំសាកទឹកដីរបស់ខ្លួនដែលហ៊ានទៅមើលយុទ្ធជនពេលីស្លាប់គោខ្មោចនៅក្នុងព្រីនៅលើទ្រូងព្រីហ្នឹងយើងអត់ដែលតង់ខ្វាយខ្វល់គិតយកគ្នាមកផ្ដល់គុណសម្បត្តិអីផងចេះចង់ឲ្យខ្លាំងមិនរួចដើម្បីឲ្យខ្មែរខ្លាំងទី1នាយករដ្ឋមន្ត្រីខ្លួនឯងដើរតួនាទីជាមនុស្សខ្លាំងដើម្បីឲ្យខ្មែរខ្លាំងទី2គឺត្រូវតែបើកសេរីភាពឲ្យខ្មែរមានលទ្ធភាពធ្វើការការពារនិងអភិវឌ្ឍប្រទេសរបស់ខ្លួនដោយប្រើសិទ្ធិសេរីភាពកុំចេះតែចាប់គេដាក់គុកដើម្បីឲ្យខ្មែរខ្លាំងមិនមែនគួយសូត្រទ្រឹស្ដីទៅឈប់សង្កត់គេឈប់ជឿនក្បាលគេឈប់រំលោភលើសិទ្ធិរបស់គេអានឹងបានខ្មែរខ្លាំងទៅបានហើយមួយទៀតដើម្បីឲ្យខ្មែរខ្លាំងទើបតែខ្មែរគ្រប់គ្នានឹងហ៊ានបញ្ចេញទេសនៈជំវិញភាពកំសាករបស់អ្នកដឹកនាំប្រទេសហើយត្រូវហ៊ានជ្រើសរើសមេដឹកនាំប្រទេសតាមសុខចន្ទៈរបស់ខ្លួនហើយសម្លឹងមើលអ្នកណាដែលបង្កើតស្នាដៃឲ្យជាតិជ្រើសអ្នកនោះឲ្យដឹកនាំយើងប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងម្នាក់នៅតែសរសើរអូងារជាសម្ដេចពេញប្រទេសសត្វអេដំអញ្ញាបណ្ឌិតសាស្ត្រាចារ្យសម្ដេចបវរស៊ីបបឆ្នាំងទូឆ្នាំងធំនៅតែនឹមគ្នាសរសើរលើកជើងអញ្ចឹងណារោគកន្លែងខ្លាំងអត់ឃើញទេរោគកន្លែងតង់មុខអត់រួចទេព្រោះស្អីវាខ្លាំងអស់ហើយចម្រើនពោហ្នឹងហើយញោមថាថ្នាក់ដឹកនាំសពថ្ងៃធ្វើបាបរាជណាស់ដោយសារតែធ្វើបាបរាជនឹងហើយបានយើងឈប់សូត្រគម្ពីរក្តៅស៊ីរៈតិចស៊ីជ្រៅណាពួកគេនេះគេបញ្ចូលយើងរាជណែតិចគឺថ្ងៃបោះឆ្នោតគេតិចហើយថ្ងៃបោះឆ្នោតគេដើរបញ្ឆោតយើងតាមរោងចក្រគេដើរបញ្ឆោតយើងតាមសាលារៀនគេដើរបញ្ឆោតយើងតាមសាកលវិទ្យាល័យចែកសញ្ញាបត្រគេគិតប្រឹងបញ្ចូលនិស្សិតដែលរៀនចប់សិក្សារៀនបញ្ចប់ការសិក្សានៅសាលាប៉ុន្តែគេអត់ដែលប្រឹងរកការងារឲ្យនិស្សិតធ្វើក្រោយពីចប់ការសិក្សាទេហើយនិស្សិតរបស់ពួកយើងនៅតែល្ងើឲ្យគេដើរបញ្ឆោតអញ្ចឹងទេណាថាពួកអ្នកស្រីដូចពីអាត្មាដូចអាត្មានេះចោះកូនអ្នកស្រីកណ្ដាលព្រីជ្រាវសំនឹងពួកត្រកូលផ្ដាច់ការនឹងអាចបញ្ឆោតព្រឹកល្ងាចបានចុះពួកអ្នកអស់លោកដែលរៀនចប់នៅសាកលវិទ្យាល័យនៅរស់កណ្ដាលទីក្រុងទីបោកព្រឹកល្ងាចមិនក៏នៅឲ្យគេបោកបន្តអញ្ចឹងសរុបសេចក្តីដោយអាត្មាអត់មានពេលវែងថាដើម្បីឲ្យខ្មែរខ្លាំងទី1ឈប់សង្កត់ក្បាលខ្មែរឲ្យខ្មែរប្រើសេរីភាពរបស់ខ្លួនណាទី2គឺនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតខ្លួនឯងត្រូវបង្ហាញវីរភាពក្លាហានឡើងកុំនៅកំសាកគេយកដីឲ្យស្ងាត់ជ្រាបអាហ្នឹងត្រូវធ្វើអញ្ចឹងទី3គឺឲ្យខ្មែរគ្រប់គ្នាមានសេរីភាពក្នុងការកំណត់ជោគវាសនារបស់ខ្លួនហើយមានសេរីភាពគ្រប់គ្នាក្នុងការចុះទៅការពារព្រៃឈើទៅដេញចូលរស់នៅក្នុងបឹងទន្លេសាបទៅដេញចូលប្លន់ទឹកដីយើងទៅការពារព្រៃឈើឲ្យខ្មែរក្លាហានអញ្ចឹងហើយបើសេរីភាពឲ្យនិស្សិតនិងសាស្ត្រាចារ្យដែលបង្រៀននៅសាលាមានសិទ្ធិស្រាវជ្រាវបង្ហាញការពិតនិងឆ្លុះបញ្ចាំងអំពីតថភាពសង្គមបើធ្វើប៉ុណ្ណឹងបានខ្មែរខ្លាំងហើយម៉ាណែតអត់បាច់ចាំដេកសូត្រធឿទេវាសូត្រយូរចុះយូរឡើងទៅវាកំសាក
គុំនៅអង្គុយសូត្រតែកម្ពីខ្លាំងអញ្ចឹងទង្វើត្រូវខ្លាំងមិនមែនទ្រឹស្ដីខ្លាំងទេអញ្ចឹងអាបង្ហាញទេសនាយោបល់ប៉ុណ្ណេះសូមអរគុណញាតិញោមគ្រប់រូបហើយញោមធ្វើយន្តថាធ្វើឲ្យយ៉ងបរទេសហ្នឹងអ្វីដែលពួកគ្រូសាហ៊ុនម៉ាណែតខ្លាំងណាស់ណាខ្លាំងធ្វើឲ្យយ៉ងអានឹងត្រូវហើយពួកច្រើនពួកហ្នឹងហើយអញ្ចឹងញាតិញោមជនរួមជាតិពុទ្ធបរិស័ទមិនមានពេលវេលាវែងឆ្ងាយទេដោយសារមានកិច្ចការផ្សេងត្រូវបញ្ចប់មិនអាចចប់ទេយុគនេះត្រូវធ្វើរហូតដល់ទៅព្រឹកស្អែកទៀតនោះហើយនឹងជួបញាតិញោមនៅល្ងាចថ្ងៃស្អែកធម្មតាហើយសូមចម្រើនពរញាតិញោមគ្រប់រូបនៅក្នុងបណ្ដាញសង្គមបើញោមមានលទ្ធភាពអ្នកនៅអាមេរិកចូលរួមជួយផ្គត់ផ្គង់អាហារសម្រាប់ការធ្វើសមាជ3ថ្ងៃនៅវត្តភ្នំសេរីសមាជជាតិដើម្បីចូលរួមគិតគូរទាមទារទឹកដីបញ្ចប់សង្គ្រាមដោយសេចក្តីថ្លៃថ្នូរទាមទារទឹកដីដែលបាត់មកហើយយកមកវិញពួកគណៈបព្វប្រឆាំងអ្នកប្រជាធិបតេយ្យគ្នាខំប្រឹងធ្វើព្រឹកល្ងាចអត់មានអំណាចពីទៅប្តឹងតុលាការអន្តរជាតិគេសើចចំអកថាខុសច្បាប់ហើយតែយើងប្រឹងធ្វើប៉ុណ្ណឹងហើយពួកល្ងើគំទ្រូគណៈបព្វប្រជាជនថាយើងអណាស់បានថៃយកទឹកដីចុះមកដល់មុងនេះអ្នកណាដាក់ពាក្យប្តឹងមុនតើរដ្ឋាភិបាលហ៊ុនម៉ាណែតដាក់ពាក្យប្តឹងមុនឬក៏ពួកយើងអ្នកអត់អំណាចនេះពួកយើងម្ចាស់ទឹកម្ចាស់ដីភ័យខ្លាចបាត់ទឹកដីទៅដាក់ពាក្យប្តឹងមុនហើយនៅប៉ុណ្ណឹងឃើញនឹងភ្នែកប៉ុណ្ណឹងហើយនៅឲ្យគេបន្លប់បានទៀតណាញោមញាតជនរួមជាតិដើម្បីឲ្យជាតិយើងគង់វង្សឈប់ឆោតឈប់ឲ្យពួកđạiការបញ្ឆោតយើងត្រូវមានសមត្ថភាពស្វែងយល់ដោយខ្លួនយើងបណ្ដុះពុទ្ធិបញ្ញាស្មារតីហើយធ្វើការដើម្បីពុបហេតុជាតិរបស់យើងអានឹងបានយើងអាចគង់វង្សបានបើមុនដូច្នោះទេណាយើងនៅចេញឆោតគេតែរហូតហ្នឹងចេញឆោតហ្នឹងគឺថាគេបញ្ឆោតយើងហើយយើងព្រមជឿគេអានឹងឯងគេឲ្យចេញឆោតពោអញ្ចឹងសម្រាប់ការផ្សាយរបស់ខ្ញុំគណៈអាត្មាភាពនៅពេលនេះសូមបញ្ចប់សង្ខេបផ្លេចប៉ុណ្ណេះសូមនមស្ការលានឹងចម្រើនពរលាពររាត្រីសួស្តី